អត់មានភាពសុខសាន្តនឹងគ្នាទេវាយប្រហារគ្នាណាវាយប្រហារគ្នាដល់ទៅពេលពុកម្ដាយមកត្រូវគ្នាចង់មិនចង់ក៏វាល្អៀខ្លួនដែរណាវាល្អៀខ្លួនដែរបាទរីឯគណៈបកនយោបាយពីរនេះយើងមិនដឹងទេលោកកឹមសុខាធ្លាប់វាយប្រហារលោកសំរងស៊ីយ៉ាងណាខ្លះហើយលោកសំរងស៊ីធ្លាប់វាយប្រហារលោកកឹមសុខាយ៉ាងណាខ្លះថ្នាក់ក្រោមក៏វាអញ្ចឹងហើយថ្មីនេះមានអនុប្រធានគណៈបកសិទ្ធិមនុស្សមួយដែលដើរចេញពីគណៈបកសំរងស៊ីចេញមកសិតតែគណៈបកសំរងស៊ីជាគណៈបកផ្ដាច់ការជាគណៈបកពួកនិយមក្រមគ្រួសារនិយមលក្ខនឹងលក្ខណាគេនិយាយថាចេញពីទីងងឹតមករកទីភ្លឺអីជាដើមចុះឥឡូវនេះគេងាកមកវិញសួរថាតើអាពាក្យសម្ដីអ្វីដែលគេធ្លាប់ទទួលពីមុនមកវាទៅជាយ៉ាងណាបាទលោកកឹមសុខាថ្មីនេះនៅក្នុងអាដែងអង្គសមាជគាត់បង្ហាញនៅសុទិដ្ឋិនិយមមួយថាគាត់បានរួបរวมជាមួយនៅនេះជាមួយនៅនោះចង់បញ្ចប់គាត់ថាឥឡូវនេះបានរួមជាមួយអ្នកស្នេហាជាតិមួយរូបទៀតគឺលោកសំរងស៊ីណែពីមុនគាត់គិតថាលោកសំរងស៊ីជាបុគ្គលផ្ដាច់ការមួយរូបនៅក្នុងបកណាឥឡូវគាត់ប្រែកលាស់ថាលោកសំរងស៊ីជាអ្នកស្នេហាជាតិអញ្ចឹងយើងមើលចំហនយោបាយក្រនៅប៉ុណ្ណេះវាបង្ហាញនៅអត្តចរិតកលិចកលុចមិនអាចទុកចិត្តរួចបានទៅហើយណាអញ្ចឹងយើងរួមគ្នាពិចារណានឹងតាមដានទាំងអស់គ្នាប៉ុន្តែចំពោះទេសនាខ្ញុំមិនមើលឃើញសញ្ញាណវិជ្ជមានណាមួយថាចលនានេះវានឹងរុញឲ្យចេញជាគណៈបកថ្មីមួយដោយការគ្រោងទុករបស់គណៈបកទាំងពីរវាទៅអត់រួចទេអានេះខ្ញុំឆ្លើយដោយខ្លីប៉ុណ្ណឹងបាទអរគុណបាទចំពោះលោកបណ្ឌិតឈឹមផលភិរុនបាទយល់ឃើញយ៉ាងណាដែរទៅលើប្រធានបទយើងថ្ងៃនេះបាទអរគុណហើយសូមគោរពប្រិយមិត្តដែលតាមដានស្ដាប់កម្មវិធីដ៏ល្អរបស់វិទ្យុទូរអប្សរាគឺអាចារ្យតថាមនេះឯងហើយថ្ងៃនេះជាលើកដំបូងដែលខ្ញុំមានកិត្តិយសចូលរួមនៅក្នុងកម្មវិធីនេះហើយពាក់ព័ន្ធនឹងប្រធានបទនៃការចងសម្ព័ន្ធភាពដែលស្ថិតនៅក្រោមផ្លាកឈ្មោះចលនាប្រជាធិបតេយ្យដើម្បីសង្គ្រោះជាតិហ្នឹងយើងអាចសម្លឹងទៅលើកត្តាជាច្រើនទី1កត្តានៃសារធាតុរបស់គណៈបកសំស៊ីនិងគណៈបកកឹមសុខាពីរហ្នឹងតើមានសារធាតុអាចផ្សំគុំគ្នាបានអត់នឹងដូចនៅក្នុងនីតិកំ pl ែងខ្លីមិញហ្នឹងបើកង្វះខាតនៃគុណភាពដើម្បីបញ្ជាក់អំពីសារធាតុនៃការផ្សំគុំគឺជាកត្តាមួយបញ្ហាហើយដែលគណៈបកអង្គពីរនេះពិបាកនឹងធ្វើសម្ព័ន្ធភាពតែខ្ញុំពិនិត្យទៅលើកត្តាសារធាតុរបស់អង្គទាំងពីរនេះគឺពួកគាត់ជាសារធាតុបែកបាក់ទេគណៈបកសំស៊ីក៏ជាសារធាតុបែកបាក់គណៈបកកឹមសុខាក៏ជាសារធាតុបែកបាក់អញ្ចឹងរកសារធាតុផ្សំគុំគ្នាអត់ចេញរួចទេមូលហេតុអីដោយសារតែកឹមសុខាជាមេដឹកនាំគណៈបកមួយសំស៊ីជាមេដឹកនាំគណៈបកមួយទៀតមិនទាន់ជំរុះចោលនៅអាសារធាតុបែកបាក់ចេញពីធម្មជាតិរបស់ខ្លួនទេបានន័យថាធម្មជាតិនយោបាយរបស់ខ្លួនហ្នឹងយើងមើលសំបីតែគាត់ធ្លាប់ធ្វើកិច្ចព្រមព្រៀងឲ្យ15មករា2009ម្ដងហើយហ្នឹងដែលគាត់ធ្លាប់លើកថាអស្ចារ្យជាប្រវត្តិសាស្ត្រលើកនេះក៏គាត់និយាយដូចតែគ្នាប៉ុន្តែគាត់គ្មានសមត្ថភាពកសាងសារធាតុផ្សំគុំគ្នាទេនៅពេលដែលគាត់បរាជ័យយើងឃើញថាគាត់វិលត្រឡប់មកធម្មជាតិដើមគឺការហែកហួរជេរប្រមាថចាត់ទុកគ្នាជាសត្រូវបដិបកយ៉ាងស្រួចស្រាវរហូតទៅដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហើយនឹងជាសារធាតុមួយតើសារធាតុនេះនៅដុះនៅក្នុងខួរក្បាលមេដឹកនាំគណៈបកទាំងពីរដែលអត់បន្តទៅទៀតឬក៏ពួកគាត់លើកនេះជំរុះចោលប៉ុន្តែពាក្យថាសារធាតុធម្មជាតិវាពិបាកលុបចោលណាសម្រាប់កាយអ្នកនយោបាយដែលមានចរិតខុសគ្នាហើយមានចរិតគេហៅថាសត្រូវនឹងគ្នាប៉ុន្តែចង់ផ្សំគុំគ្នាក្នុងចេតនាទៅផ្ដួលរំលំអ្នកដទៃដែលខ្លួនគ្មានសមត្ថភាពដូច្នេះវាបញ្ហាមួយទៀតគឺយើងពិនិត្យទៅលើកត្តាច្បាប់នេះគឺរដ្ឋធម្មនុញ្ញមិនចង្អៀតចង្អល់ក្នុងការបង្កើតគណៈបកទេហើយនីតិវិធីជាក់ស្ដែងនៅក្នុងការគ្រប់គ្រងប្រទេសរបស់យើងហ្នឹងបង្កើតគណៈបកយោងតាមច្បាប់គណៈបកក៏អត់អីលំបាកដែរប៉ុន្តែគេត្រូវគោរពទៅលើច្បាប់គណៈបកត្រង់ថាពលរដ្ឋម្នាក់មិនអាចជាសមាជិកគណៈបកពីរបានទេនឹងមួយទី2ករណី
មិញខ្ញុំនិយាយករណីទូទៅករណីពិសេសសម្រាប់លោកកឹមសុខានិងគ្នារបស់គាត់2នាក់ទៀតគឺ3នាក់មានតួនាទីជាតំណាងរាស្ត្រហើយសម្រាប់គណៈបកសំស៊ីមានគ្នា26នាក់ជាតំណាងរាស្ត្រអញ្ចឹងករណីពិសេសនេះគឺពួកគាត់ប្រកាសជាមិនហ៊ានលះបង់តួនាទីជាអ្នកតំណាងរាស្ត្រដែលកំពុងស្ថិតក្នុងអាណត្តិទេអញ្ចឹងមានតែអនុវត្តយោងតាមច្បាប់បោះឆ្នោតតំណាងរាស្ត្រហ្នឹងគឺប្រកាសជាគាត់នៅក្រាញជាតំណាងរាស្ត្រដដែលចាំទៅដល់6ខែមុនការបោះឆ្នោតពីព្រោះ6ខែមុនការបោះឆ្នោតបើពួកគាត់បាត់បង់សមាជិកភាពពីគណៈបកដើមដែលថាគណៈបកសំស៊ីនិងគណៈបកសិទ្ធិមនុស្សដូច្នេះគាត់អត់បាត់បង់ប្រាក់បំណាច់សភាទេអញ្ចឹងច្រកហ្នឹងគាត់ប្រកាសជាចេញទៅផ្លូវហ្នឹងហើយប៉ុន្តែបញ្ហានៅត្រង់ថាមួយទៀតនៅយោងតាមច្បាប់គណៈបកនិងច្បាប់បោះឆ្នោតតាមខ្ញុំនៅចាំគណៈបកដែលមានសិទ្ធិចូលប្រកួតប្រជែងក្នុងការបោះឆ្នោតលុះត្រាតែគណៈបកហ្នឹងកើតឲ្យបានយ៉ាងហោចណាស់90ថ្ងៃអានេះបើសិនជាខុសអព្យាស្រ័យខ្ញុំចាំប៉ុណ្ណឹងថាតើគេមានពេលវេលាគ្រប់គ្រាន់ពីឥឡូវនិងរហូតទៅដល់ការបង្កើតគណៈបកហើយរហូតទៅដល់ការរៀបចំបញ្ជីពេកគឺជនគណៈបករួមគ្នារវាងសំស៊ីនិងកឹមសុខានឹងធ្វើតាន់ពេលវេលាអត់ហើយចំណុចនេះហើយដែលជាចំណុចបច្ចេកទេសដែលគេអាចថាធ្វើលេងចោះក៏ថាបានចោះដើម្បីឲ្យតាន់ពេលវេលាអញ្ចឹងបញ្ហាបច្ចេកទេសគេអាចធ្វើសុំកលុំដើម្បីឲ្យបានហើយប៉ុន្តែកាលណាធ្វើសុំកលុំគឺវានឹងកើតមានបញ្ហាទី1ដែលជាបញ្ហាស្លាប់រស់មុននឹងឈានទៅដល់ការបោះឆ្នោតនោះគឺបញ្ហារៀបចំបញ្ជីបេក្ខជនគណៈបកនឹងឯងពីព្រោះបញ្ជីបេក្ខជនគណៈបកហ្នឹងសម្រាប់សំរងស៊ីសម្រាប់កឹមសុខាគឺរឿងបែងចែកឲ្យពេញចិត្តគ្នាទៅវិញទៅមកហើយបើបែងចែកចាត់តាមលំដាប់នៃបេក្ខជននៅក្នុងមណ្ឌលបោះឆ្នោតខេត្តក្រុងនីមួយៗសួរថាតើគេផ្អែកលើកត្តាអីហើយអាចយល់ព្រមគ្នាដោយវិធីអីយើងមិនចាំបាច់និយាយទុកចាំមើលទាំងអស់គ្នាហើយប៉ុន្តែចំណុចនេះគឺជាចំណុចស្លាប់រស់ហើយបាទយើងចាំមើលទាំងអស់គ្នាបាទអរគុណចំពោះលោកបណ្ឌិតសំផលភិរុនដែលបានផ្ដល់នៅអ្វីដែលជាទស្សនៈចំពោះប្រធានបទរបស់យើងចុះលោកបរិបូរវិញមានអីបន្ថែមបាទជាបឋមសូមគោរពសម្ដេចលោកជំទាវនិងទស្សនិកជនបងប្អូនជនរួមជាតិទាំងអស់ចំពោះប្រធានបទនេះខ្ញុំចាប់អារម្មណ៍លើពីចំណុចបាទទី1យើងត្រូវពិនិត្យមើលតើសារជាតិគណៈបកកម្មសខានឹងកើតចេញពីណាបាទចំពោះគណៈបកកម្មសខាយើងឃើញហើយគឺគណៈបកសិទ្ធិមនុស្សនេះគឺកើតចេញពីកម្លាំងយកពីគណៈបកសំរងស៊ីបានន័យថាសមាជិកកម្លាំងមួយចំនួនដែលមិនពេញចិត្តនឹងគណៈបកសំរងស៊ីនិងលោកសំរងស៊ីនិងគ្រួសាររបស់លោកសំរងស៊ីលក្ខណៈហ្នឹងគឺវិលមករុចមកចូលជាមួយគណៈបកសិទ្ធិមនុស្សយើងឃើញតាំងពីកាលលោកកឹមសុខានៅជាប្រធានអង្គការសិទ្ធិមនុស្សម្លេះគឺចោះធ្វើសកម្មភាពគ្រប់កន្លែងទាំងអស់គឺសិតតែសមាជិករបស់គណៈបកសំរងស៊ីទៅគ្រប់គ្រងបាទគឺទៅគ្រប់គ្រងទៅចូលរួមក្នុងវេទិកាសាធារណៈទាំងអស់ហ្នឹងក្រោយបន្ទាប់នៅពេលដែលគាត់បង្កើតគណៈបកសិទ្ធិមនុស្សហ្នឹងគឺគាត់យកកម្លាំងមួយចំនួនចេញពីគណៈបកសំរងស៊ីអញ្ចឹងធ្វើឲ្យគណៈបកសំរងស៊ីធ្វើឲ្យលោកសំរងស៊ីធ្វើឲ្យថ្នាក់ដឹកនាំក្នុងគណៈបកសំរងស៊ីទាំងអស់គឺអត់សប្បាយចិត្តទេនៅក្នុងចំណុចនេះនៅពេលដែលកើតគណៈបកសិទ្ធិមនុស្សនេះគឺអ្នកដែលខាតបង់គឺគណៈបកសំរងស៊ីទៅវិញទេមិនខុសណាពីទៅស្ទូចត្រីលួចស្ទូចត្រីរបស់គេហើយមកហៅម្ចាស់គេឲ្យទៅទទួលទានត្រីនឹងទៀតតើយើងគិតមើលតើនៅក្នុងចិត្តរបស់ម្ចាស់ត្រីគេអន់ចិត្តប៉ុណ្ណាគេខឹងប៉ុណ្ណានេះយើងចង់ពិចារណាចំណុចមួយបាទចំណុចមួយទៀតខ្ញុំគិតថានេះជាកលល្បិចកិច្ចកលរបស់លោកកឹមសុខាទៅវិញទេពីព្រោះនៅពេលក្រោយព្រឹត្តិការណ៍នៃការរួបរวมគ្នាដែលកើតចេញទៅជាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិស្អីគេនោះហ្នឹងគឺខ្ញុំបានតាមដានស្ដាប់នៅប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកទាំងពីរហ្នឹងគណៈបកសំរងស៊ីមិនសូវជានិយាយពីការរួបរวมគ្នានឹងប្រមាណទេពីព្រោះបានន័យថាការរួបរวมនេះគឺនៅក្នុងល្បិចកិច្ចកលរបស់លោកកឹមសុខានិយាយឲ្យស្រួលស្ដាប់គឺចាញ់ព្រៀបលោកកឹមសុខាអញ្ចឹងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកសំរងស៊ីមិនបានយកចិត្តទុកដាក់នឹងផ្សព្វផ្សាយបញ្ហាហ្នឹងទេប៉ុន្តែផ្ទុយទៅវិញនៅក្នុងគណៈបកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកសិទ្ធិមនុស្សបែរជាខំបំប៉ោងខំបំផ្សាយគឺថាគ្រប់បែបយ៉ាងអ្វីដែលគេហៅថាការរួបរวมគ្នារហូតដល់កឹមសុខាស្រែកថាជាមោទនភាពមួយដែលបានរួមអ្នកស្នេហាជាតិថ្មីមួយទៀតដោយលោកជុំកសលមានប្រសាសន៍មកអញ្ចឹងគឺលោកសំរងស៊ីគឺខំនិយាយបង្ហាញថាគឺមានតែខ្លួនទេគឺជាអ្នកធ្វើឲ្យមានការរួបរวมគ្នានេះឡើងដើម្បីអ្វីគឺដើម្បីកេងចំណេញបើសិនជាថ្ងៃក្រោយការរួបរวมគ្នានេះមិនកើត
ការធ្វើចំបាច់ចូលគ្នានេះមិនកើតមានឧបសគ្គយ៉ាងណាយ៉ាងណានោះអ្នកដែលចំណេញនៅក្នុងលបាយនេះគឺកម្មសុខាដូចជាយើងឃើញប្រព័ន្ធផ្សព្វផ្សាយរបស់លោកកម្មសុខារបស់គណៈបកកម្មសុខាគឺបានបំផោងបំផ្សាយបានគឺថាធ្វើការយ៉ាងច្រើនក្នុងការផ្សព្វផ្សាយពីបញ្ហាបង្រួបបង្រួមត្រង់ចំណុចនេះយើង